ពាក់ព័ន្ធជាមួយនឹងកាសែត The Nation និយាយពាក់ព័ន្ធជាមួយនឹងខាងប្រតិភូរបស់ថៃត្រៀមទប់ជាមួយនឹងប្រតិភូរបស់កម្ពុជានៅឯកិច្ចប្រជុំអន្តរសភាណាអន្តរសភាឥឡូវនេះគឺខាងសភាបានឆ្លើយតបមកវិញគឺបានបញ្ជាក់ដឹងថាខាងសភាបានបដិសេធចំពោះព័ត៌មានដែលកាសែត The Nation បានចុះផ្សាយនោះថាជាព័ត៌មានមិនពិតទេដែលចោទប្រកាន់ថាកម្ពុជាបានយកគ្រប់វេទិកានានាប្រឆាំងនឹងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិផ្ទុយទៅវិញបាទខាងសភាបានលើកឡើងថាមានសេចក្តីព្រៀងច្បាប់ដូចជារបៀបវរៈបន្ទាន់ emergency item បាទស្តីពីការពង្រឹងយន្តការនៃស្ថាប័ននីតិបញ្ញត្តិទាក់ទងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្នុងការលើកកម្ពស់គោលការណ៍មនុស្សធម៌ហ្នឹងគឺគណៈប្រតិភូដែលថៃដាក់ស្នើមកចូលរួមនៅក្នុងសន្និបាតនៃសហភាពអន្តរសភាហ្នឹងគឺគណៈប្រតិភូកម្ពុជាបានសម្ដែងមតិគាំទ្រដែលបានធ្វើការកែសម្រួលដោយស្ថាបនាលើខ្លឹមសារនៃរបៀបវរៈបន្ទាន់ដើម្បីជួយធ្វើឲ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាពនិងគុណតម្លៃជាសកលបាទជាសរុបមកវិញគឺខាងភាគីកម្ពុជាយល់ថាការផ្សាយអំពីកម្ពុជាថាប្រើប្រាស់គ្រប់វេទិកាទាំងអស់ដើម្បីបង្ខូចថៃនោះគឺជារឿងមួយមិនពិតទេកម្ពុជាមិនដែលមានចេតនាបំពេញទេអញ្ចឹងបង្ខូចថៃនោះទេចឹងហើយបានជាខ្ញុំពេលដែលខ្ញុំចែកអត្ថបទហ្នឹងខ្ញុំមានការប្រយ័ត្នប្រយែងគឺទោះបីជាថៃក៏ប្រាប់ពីគ្រិតសាយខ្ញុំប្រាប់ពាក្យថាបាទគឺបញ្យលឲ្យដឹងពីការពិតអំពីកម្ពុជាបាទគឺកម្ពុជាយើងបញ្យលអំពីការពិតបាទអញ្ចឹងដូច្នេះវាជាការមួយឆ្លុះបញ្ចាំងមកឆ្លងតាមរយៈសេចក្តីថ្លែងការណ៍នេះគឺទោះបីជាកម្ពុជាបដិសេធមែនប៉ុន្តែយើងអាចយល់ដឹងបានពីព្រោះសារព័ត៌មានThe Nation គាត់ចុះផ្សាយដោយយោងទៅលើប្រភពភាគីខាងថៃអញ្ចឹងយើងអាចដឹងបានថាថៃគឺគាត់ត្រៀមខ្លួនជាមុនបាទដើម្បីទប់ទល់នឹងកម្ពុជាបើទោះបីជាកម្ពុជាមិនលើកឡើងក៏ដោយក៏គាត់ត្រៀមខ្លួនគាត់លៀសខ្លួនជាមុនគាត់ត្រៀមទប់កម្ពុជាដោយគាត់គិតពីសេណារីយ៉ូថាកម្ពុជានិយាយពីអីគាត់និយាយពីអីគាត់ទប់ឲ្យហើយតែម្ដងបាទបើទោះបីជាកម្ពុជានិយាយក៏ដោយក៏ខ្ញុំនៅចាត់ទុកថាជារឿងមួយដែលកម្ពុជាខិតខំពន្យល់អំពីការពិតនៃចំនួននេះអ្វីដែលបានកើតមានឡើងបាទអញ្ចឹងខ្ញុំជូនប៉ុណ្ណឹងផងដែរដើម្បីឲ្យបានដឹងពីភាគីកម្ពុជាពីព្រោះពេលដែលខ្ញុំចែករំលែកនេះគឺខាងរដ្ឋខាងសភាអត់ទាន់ចេញទេនៅពេលដែលខ្ញុំចប់ show ហ្នឹងហើយបានខ្ញុំឃើញទៅខាងសភានោះគឺបានទៅគេចេញមុននឹងចូល show ខ្ញុំទៅមើលដែរខ្ញុំទៅមើលនៅខាងសភាដែរអត់ទាន់មានចេញទេ